លោកស្រី Angelina Jolie ដែលជាតារាភាពយន្ត Hollywood ដ៏ល្បីល្បាញសម្រាប់ចិត្តលក់អចលនទ្រព្យរបស់ខ្លួននៅឯសហរដ្ឋអាមេរិកដើម្បីមករស់នៅប្រទេសកម្ពុជាដែលជាផ្ទះទី2ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយប្រូព្រាតដោយសារព័ត៌មាន Digital និងប្រពៃណីនៅក្នុងស្រុកនិងក៏បានកក្រើកផ្អើលទៅដល់ប្រទេសថៃនិងត្រូវបានសារព័ត៌មានអវិជ្ជានិងខ្ចប់មមីមាន់របស់ថៃយកមកធ្វើការចុះផ្សាយជាមួយនឹងការធ្វើអត្ថាធិប្បាយជាច្រើននៅក្នុងន័យច្រណែនគ្នានេះនិងមិនពេញចិត្តជាដើមព័ត៌មានដែល CNN លើកយកមកធ្វើអត្ថាធិប្បាយនេះគឺជាព័ត៌មានសិល្បៈពាក់ព័ន្ធនឹងព័ត៌មានតារាសម្ដែងស្ត្រីដ៏ល្បីប្រចាំ Hollywood របស់សហរដ្ឋអាមេរិកគឺលោកស្រី Angelina Jolie ដែលឆ្នាំនេះលោកស្រីមានវ័យ51ឆ្នាំត្រូវបានគេរាយការណ៍ថាបានដាក់លក់អចលនទ្រព្យរបស់លោកស្រីនៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិកសម្រាប់លក់ជាបន្ទាន់ហើយកំពុងរៀបចំសម្រាប់ជីវិតទី2របស់លោកស្រីដែលអាចពាក់ព័ន្ធនឹងការផ្លាស់ប្ដូរមករស់នៅប្រទេសកម្ពុជាដែលជាផ្ទះទី2របស់លោកស្រីពីព្រោះថាលោកស្រី Angelina Jolie ទទួលបានសញ្ជាតិជាខ្មែរដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រខ្មែរតបតាមការស្នើសុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាហើយដែលការទទួលសញ្ជាតិនេះគឺមានរយៈពេលជាយូរឆ្នាំមកហើយបន្ទាប់ពីទទួលដំណឹងនេះពលរដ្ឋកម្ពុជាពិសេសអ្នកលេងបណ្ដាញសង្គមបានបង្ហាញការស្វាគមន៍និងគាំទ្រយ៉ាងខ្លាំងនិងបានផលិតមាតិកាលើកសរសើរនិងអបអរសាទរការសម្រេចចិត្តរបស់លោកស្រី Angelina សម្រាប់គម្រោងបដូរពីសហរដ្ឋអាមេរិកមករស់នៅប្រទេសកម្ពុជាដែលជាទ្រនំដ៏សុខសាន្តនិងត្រជាក់ត្រជុំគួរចង់ទស្សនានិងរស់នៅយ៉ាងណាស្របពេលដែលពលរដ្ឋខ្មែរបង្ហាញការស្វាគមន៍ក្រោយទទួលបានដំណឹងនេះងាកទៅផ្ទះលេខ2ឯនោះវិញពួកគេពិសេសអ្នកលេងបណ្ដាញសង្គមនិងសារព័ត៌មានអវិជ្ជារបស់ថៃសម្រុកចេញវីដេអូនិងព័ត៌មានរិះគន់បែបអវិជ្ជមានជាច្រើនពាក់ព័ន្ធនឹងវត្តមានលោកស្រី Angelina Jolie ប្រកាសដាក់លក់អចលនទ្រព្យនៅឯសហរដ្ឋអាមេរិកហើយមករស់នៅក្នុងប្រទេសកម្ពុជាវិញសូមជម្រាបផងដែរលោកស្រី Angelina Jolie ធ្លាប់បានដឹកនាំរឿងនិងសម្ដែងផ្ទាល់ខ្សែភាពយន្ត Hollywood នៅលើទឹកដីកម្ពុជាដែលទីតាំងថតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាបដែលមានចំណងជើងថា Lara Croft Tomb Raider នៅក្នុងឆ្នាំ2000ដ៏ល្បីល្បាញជាមួយនេះលោកស្រីក៏ជាម្ដាយចិញ្ចឹមរបស់ Maldok ដែលជាកូនខ្មែរដែលលោកស្រីយកទៅចិញ្ចឹមបីបាច់ថែរក្សាតាំងពីកុមារភាពដែលបច្ចុប្បន្ន Maldok មានវ័យជាង20ឆ្នាំហើយនិងជាជំនួយការផ្ទាល់របស់លោកស្រី Angelina Jolie ទៀតផងក្រៅពីប្រវត្តិខ្លះៗដែល CNN បានលើកឡើងលោកស្រី Angelina Jolie ក៏ជាស្ថាបនិកនិងជាម្ចាស់មូលនិធិ Maldok Jolie Pit ដើម្បីជួយដល់ការអភិរក្សបរិស្ថាននិងសហគមន៍នៅក្នុងតំបន់ការពារព្រៃធម្មជាតិមួយកន្លែងដែលរាជរដ្ឋាភិបាលធ្វើសម្បទានស្ថិតនៅក្នុងតំបន់ការពារធម្មជាតិភ្នំខៀវនៃខេត្តប៉ៃលិននិងខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា